ផ្ញើ2010ជាមួយនឹងបងប្អូនអ្នកគ្រប់គ្រងខ្ញុំផងចាំសួរពីសីមាពីចំណាប់អារម្មណ៍ថានៅពេលមកដល់ semi final ហើយមានអារម្មណ៍មិនដែរ semi final ហើយគឺខ្ញុំពិតជាសោកស្ដាយមែនទែនដែលខ្ញុំត្រូវបាត់បង់ជាមួយនឹង2010លក្ខណៈសម្បត្តិរបស់2010ជំនុំអ្នកប្រឹងប្រែងមែនទែនពួកគាត់ផឹងធ្វើពួកគាត់ពិតជាមានការគោរពមានសិលធម៌អញ្ចឹងទៅកូនសិស្សរបស់ខ្ញុំដោយបងឯងដឹងហើយក្រុមការងារទាំងអស់ក៏បានដឹងដែរគឺសិតតែអាចថាពួកគាត់មានក្រមសីលធម៌មានគុណធម៌មានការប្រឹងប្រែងមានការតស៊ូប៉ុន្តែខ្ញុំនៅតែលើកទឹកចិត្តសម្រាប់2010គឺដូចខ្ញុំត្រូវបាននិយាយអញ្ចឹងមិនមែនធ្លាក់នៅក្នុងកម្មវិធីប្រកាសថាមិនអាចធ្វើបទចម្រៀងមិនអាចដើរលើវិស័យ rap បានទេហើយខ្ញុំជឿថា2010នឹងចងចាំនៅក្នុងចិត្តរបស់ fan រួចទៅហើយពីព្រោះកម្មវិធី Camo Rapper វគ្គ semi final នេះគឺពិតជាខ្ញុំឃើញសន្ទុះបងប្អូនខ្ញុំគ្រប់គ្រងច្រើនមែនតើចាហើយខ្ញុំផ្ញើ2010ជាមួយនឹងបងប្អូនអ្នកគ្រប់គ្រងខ្ញុំផង Wow! Thank you.